ស្ដីអ្នកគ្នាខ្ញុំលូស៊ីកាមីថ្ងៃនេះមានសាច់រឿងមកបន្តនៅមានចំណងជើងថាគូស្នេហ៍មហាតប៉ែគ្មានពីលើលោកមិនចូលទៅសាច់រឿងមកយើងអ្នកគ្នាកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងឲ្យមានម្នាក់មួយផងណាដើម្បីឲ្យមានកម្លាំងចិត្តក្នុងការធ្វើវីដេអូតទៅមុខទៀតសាច់រឿងមកយើងក៏បានកាត់បន្តនៅពេលកូនស្រីរបស់ខ្ញុំនិយាយថាកូនប្រុសរបស់ខ្ញុំខ្ពស់អីចឹងកូនស្រីរបស់ខ្ញុំនៅតែនិយាយតទៀតថាឆាប់មកនេះចាំខ្ញុំជួយព្យាបាលជំងឺផ្លូវចិត្តឲ្យឯងកុំឲ្យឯងលេលើទៀតហើយខ្ញុំសូមប្រាប់ចោះខ្ញុំមិនដែលខ្វល់អ្នកម្នាក់ទេពីមុនមកពេលនេះឯងចង់ស្លាប់គឺមិនបានទេកូនស្រីរបស់ខ្ញុំនិយាយអញ្ចឹងស្ដីតែមកទេតែដាក់ស្ពីតគេសាហាវកូនប្រុសរបស់ខ្ញុំអត់និយាយច្រើនទេមើលខ្លួនឯងទៅតែត្រូវឲ្យបាត់ទេចាគឺកម្លាំងឆក់ហ្នឹងមិនមកទេតែលេងឆក់គេស្រស់ចឹងមកតែមិនមើលសភាពកូនស្រីរបស់ខ្ញុំទេគេឆក់ដូរប៉ុណ្ណឹងហើយគេឆ្លៀតជេរគេទៀតឈួតអាឡប់អាចជួយមកសំដៅអ្នកគ្នាបើសិនជាមាននិយាយសំដីខុសទោះត្រង់ណាក៏ប្រកាសនេះមានអីណាឡងពេលហ្នឹងដែរកូនប្រុសរបស់យើងក៏បានឆ្លើយតបទៅវិញទៅនិយាយបែបញយថាឲ្យខ្ញុំសុំទោសផងខ្ញុំគ្មានបំណងទេតែបែបមើលដៃកាមេរ៉ាក្នុងចុកកូនស្រីរបស់យើងក៏បានស្រែកតបវិញថាឯងលីតាណាបអីចឹងចាំមើលខ្ញុំនឹងសម្លាប់ឯងសំដីបានតែញញទេតែឃើញធ្វើបាបគេបានអីតិចគឺកូនស្រីរបស់ខ្ញុំនៅតែបន្តនិយាយថាកូនប្រុសរបស់ខ្ញុំខាងទៀតហើយថាអាក្មេងលប់សតិឯងឆាប់មកនេះភ្លាមតែមិនបាច់មើលទឹកមកកូនប្រុសរបស់ខ្ញុំសែនទុនខ្សោយមែនទេគេក៏បានបង្ហាញនៅផ្ទះខាងក្រៅគឺមានរន្ទះបាញ់ផងតែមិនចាប់អារម្មណ៍នឹងរន្ទះបាញ់ហ្នឹងឯងទេមកចាប់អារម្មណ៍កូនស្រីរបស់ខ្ញុំជាប់ចំណងមកវិញនេះកូនស្រីរបស់ខ្ញុំក៏បានគិតក្នុងចិត្តអីហ្នឹងឆ្លៃវាហ៊ានចង់ខ្ញុំផងមិនឲ្យចង់មិនកូនមកកូនឯងបើគេមិនចង់កូនឯងវាយគេងល់វិញនេះកាយឆ្នាំឡើងមកគឺក៏បន្តគិតក្នុងចិត្តទៀតថាវាឆក់ខ្ញុំហើយក៏យកខ្ញុំមកចងទុកនៅទីនេះខ្ញុំជាឈួតមែនហើយចាំមើលណាថាខ្ញុំនឹងសម្លាប់ឯងយ៉ាងម៉េចឬក៏បានលើសលេងគោពោះរបស់កូនស្រីរបស់ខ្ញុំទៅចាញញតែអញ្ចឹងឯងតែឃ្លានបាយឯហ្នឹងអឡងពេលហ្នឹងកូនប្រុសរបស់ខ្ញុំក៏បានដើរចុះមកផងដែរកូនស្រីរបស់ខ្ញុំក៏បានកលេចឃើញទៅពោះថាងាកចំទៅនៅពេលកូនប្រុសរបស់ខ្ញុំដើរចុះមកចន្ទាបរមរោមើលគាត់អីចឹងទៅគេភ័យខ្លាចអូនឡាប់អីចឹងនៅគាត់ថាឆក់តិចតួចសោះស្លាប់កូនស្រីរបស់ខ្ញុំក៏ខំមិននឹងចាប់តាមស្រែកដល់ឡែតាក់គេអីចាមិញនេះអញទៅណាឥឡូវអញមកហើយកូនស្រីរបស់ខ្ញុំឃើញតែស្ដីមកចឹងទេតែគិតក្នុងចិត្តគិតសិតតែស្អីគេហ្នឹងអាកូនឆ្កែឆាប់មកណេះអឡងពេលហ្នឹងកូនស្រីរបស់ខ្ញុំក៏និយាយសំដីផ្អែមទៅកាន់កូនប្រុសរបស់ខ្ញុំថាហេដូតូយ៉ាខ្ញុំដឹងថាខ្ញុំខុសហើយម៉ែមើលសំដីរកឲ្យលោកមិនទឹកញញសោះកូនប្រុសរបស់ខ្ញុំឃើញតែប៉ុណ្ណឹងមិនសូវទុកចិត្តក៏មិនទាន់ចង់ទៅទេតែកូនស្រីរបស់ខ្ញុំនៅតែប្រើមាយាលួមទៀតឲ្យថាឆាប់មកនេះមកហេដូតូកុំឈរនៅទីនោះអីឆាប់មកនេះមកមើលសំដីរកឲ្យលោកម៉ែនេះទៅចេញមាយាឡើងខ្ជិលហើយឡើងសិចឡើងស្ទះអារម្មណ៍មកចេញមាយាសំដីខ្ញុំនឹងមិននិយាយពីរឿងបំណុលទាំងនោះទៀតទេលើពេលនេះខ្ញុំពិតជាដឹងខុសមែនខ្ញុំមិនគួរធ្វើបែបនោះដែរឯងទេតាមពិតឯងមិនដឹងអីឯងគ្មានកំហុសអ្វីទាំងអស់តែមិនបាច់មើលមុខកូនប្រុសរបស់ខ្ញុំទេការឃើញគេជាមាយាប៉ុណ្ណឹងចាប់ផ្ដើមមកមុខអៀនគេហ្នឹងណាកូនស្រីរបស់ខ្ញុំនៅតែបន្តទៀតដែរពេលនេះខ្ញុំយល់ហើយមើលទៅឯងប្រហែលជារន្ធត់ចិត្តណាស់ហើយកូនប្រុសរបស់ខ្ញុំក៏ឮពីសំដីកូនស្រីរបស់ខ្ញុំប៉ុណ្ណឹងចាប់តាមដើរមករៀងញយរួចក៏បាននិយាយថាលោកសន្យានឹងខ្ញុំមកថាលោកមិនវាយខ្ញុំទេកូនស្រីរបស់ខ្ញុំក៏បានតបទៅវិញតែអ្វីខ្ញុំត្រូវវាយឯងនោះពេលនេះដៃរបស់ខ្ញុំស្ពឹកអស់ហើយគ្មានកម្លាំងនឹងវាយឯងទេកូនប្រុសរបស់ខ្ញុំក៏ឃើញមាយារបស់កូនស្រីរបស់ខ្ញុំតែប៉ុណ្ណឹងហើយចាប់ផ្ដើមជឿឯចាក៏បាននិយាយតបទៅកាន់កូនស្រីរបស់ខ្ញុំវិញអូខេខ្ញុំនឹងស្រែកចំណងឲ្យលោកគេមាយាតិចតួចសោះជឿគេដែរកូនប្រុសទឿនគេទៀះទឿនគេម៉ាត់ឯហ្នឹងកូនស្រីរបស់ខ្ញុំក៏ឃើញចឹងរំភើបចិត្តដែរឬក៏បានគិតក្នុងចិត្តថាអីគេក្មេងនោះវាកំពុងរស់ហើយក៏បានរកឃើញកត្រៃមកកើតចំណងឲ្យកូនស្រីរបស់ខ្ញុំវិញកូនស្រីរបស់ខ្ញុំកាន់តែរត់ពីចំណងភ្លេចក៏បានថែកូនប្រុសរបស់ខ្ញុំថាអាឡប់រួចហេទៅរវ័យគេតែម្ដងចាមានទុកចាំស្អែកចាំយូរឲ្យប្អូនអីទេហើយកំពុះឡើងទៀបជាងគេហេទៅរមាត់គេម៉ាត់លើកទី1គេចាប់ដៃជាប់ចាគេចាប់ជាប់ប៉ុណ្ណេះឆ្លៀតលន់មុតអាយ៉ាទៀតហ្នឹងពេលគេចាប់ដៃមួយជប់ចឹងហើយឆ្លៀតយកដៃមួយទៀតមកច្បាច់កូនប្រុសរបស់ខ្ញុំនិយាយខុសអាឡងពេលហ្នឹងកូនប្រុសរបស់ខ្ញុំក៏បានចាប់ដៃកូនស្រីរបស់ខ្ញុំជប់រួចក៏បានបាច់យ៉ាងខ្លាំងមែនតើឃើញគេទុនខ្សោយសស្លូតញយយំលហេមហាមចឹងទេតែកម្លាំងគេខ្លាំងណាស់ហើយពេលហ្នឹងទៅកូនប្រុសរបស់ខ្ញុំក៏បានកវែងកូនស្រីរបស់ខ្ញុំទៅរៀងឆ្ងាយពីគាត់អីចឹងម្នាក់ទេកំពុងហេយំអីចឹងហ្នឹងហើយម្នាក់ទេកំពុងស្រែកអួយអារឿងដៃរបស់ខ្លួនឯងអីចឹងទៅមើលខ្លួនឯងទៅមិនមានឈឺសម្រៃទេចាមើលចាដឹងឯងគឺដឹងឯងអាឈឺដៃប៉ុណ្ណឹងឈឺជេរគេអាគ្មានឈួតទៀតកូនស្រីឬតបងគេគក់តែមិនបាច់មើលទឹកមុខរបស់កូនប្រុសរបស់ខ្ញុំក៏ដឹងថាគាត់នឹង
កាយប៉ុណ្ណាដែរមកក៏ហើយឡងពេលនឹងកូនស្រីវិញក៏បានលងមកថាខ្ញុំនឹងសម្រាប់ឯងតែមិនទាន់ហាមុតអីនិយាយចាប់អីផងកូនប្រុសវិញក៏តិចឲ្យឆ្វល់ក៏វែងទៅខាងក្រោមអីចឹងណាហើយឡងពេលនឹងទៅមិនដឹងថាកូនប្រុសវិញនៅពេលនឹងកូននិយាយរឿងច្រើនជាងមុនអីចឹងណានិយាយសំដៅទៅកាន់កូនស្រីវិញអីចឹងតែលោកនៅតែព្យាយាមវាខ្ញុំលោកនិយាយថាលោកនឹងមិនវាខ្ញុំទេខ្ញុំខំជឿជាក់លើលោកតែបែរជាកុហកខ្ញុំអញ្ចឹងមែនទេហើយនៅចង់សម្រាប់ខ្ញុំចោលទៀតជួនហៀក៏បានតបទៅវិញតែមិនមានសំទោសផងមិនមានភ្លេចឈ្មោះកូនស្រីរបស់ខ្ញុំបាត់តែអញ្ចឹងហៅខុសត្រង់ណាក៏ប្រកែកប្រកាន់អីណាជួនហៀក៏បានទៅវិញមកពីឯងលងងខ្លួនឯងតែចោលឯងវិញនោះឯងបានឆក់ខ្ញុំនោះគេមិនហៅថាការចង់សម្រាប់ឡងពេលនឹងជួនហៀរបស់យើងក៏បានភ្ញាក់ផ្អើលនៅពេលដែលមានទឹកមួយស្រក់ចំមុខគាត់ហើយគាត់ក៏បានស្ងៀមស្ងាត់ហើយរបស់យើងក៏បានតបទៅវិញទៅព្រោះតែខ្ញុំពិតជាខ្លាចលោកខ្លាំងណាស់និយាយផងក៏ស្រក់ទឹកភ្នែកផងអីចឹងទៅមើលទៅពិតជាកំសត់ខ្លាំងមែនតើជនហេរបស់យើងក៏បានស្រែកប្រកែកទៅវិញអាចឈួតអើយនៅទីនេះមានតែឯងទេដែលគួរឲ្យខ្លាចនោះមិនមែនជាឯងទេឬដែលធ្វើឲ្យខ្ញុំជាប់នៅទីនេះព្រោះជនហេរបស់យើងក៏បានស្រែកខ្លាំងតទៀតថាឆាប់លេងខ្ញុំភ្លេចហើយរបស់យើងក៏បានតបទៅវិញស្រែកយំផងអីចឹងណាព្រោះលោកកាយខ្លាំងណាស់នៅក៏យំទៀតតែមិនសូវប្រកែកធ្វើខំយំអញ្ចឹងទេបើអ្នកនរគ្នាទេអីខមមិនប្រាប់ឲ្យមានជនហេក៏លឺប៉ុណ្ណឹងហើយចាប់ផ្ដើមហូចចិត្តតែម្ដងហេដូតូចមែនអីហេដូតូចក៏សំឈ្មោះមិនតែចរិតងៀតឡើយយំលហេមហាមតែរហូតយកទឹកភ្នែកបាំងមុខរហូតណាហេដូនៅតែបន្តនិយាយទៀតថាខ្ញុំជឿលោកបានតាមវិធីណាបើខ្ញុំមិនធ្វើបែបនេះទេលោកច្បាស់ជាសម្រាប់ខ្ញុំមិនខានជនហេរបស់យើងក៏បានតបទៅញញទៅវិញថាខ្ញុំចង់សម្រាប់ឯងចោលនឹងហើយតើខំមែនទេនេះគឺជាជីវិតរបស់ខ្ញុំប៉ុន្តែមើលឯងធ្វើឆ្សឹងតែសម្រាប់ខ្ញុំទៅហើយជនហេរបស់យើងផុតពីនិយាយកាច់ឆ្នះហើយញញរួចហើយក៏បានបែរមកនិយាយស្លូតទៅវិញថានិយាយស្រួលបួទៅកាន់ហេដូយើងអីចឹងណាខ្ញុំមានការងារដែលត្រូវធ្វើទៀតចំណែកឯងក៏ត្រូវការទៅសាលាដែរឥឡូវនេះពួកយើងគួរតែចែកផ្លូវគ្នាហើយទៅរស់នៅរៀងខ្លួនពួកយើងធ្វើពុតជាគ្មានរឿងអ្វីកើតឡើងទៅយ៉ាងម៉េចដែរខ្ញុំគ្រាន់តែចង់ចាកចេញពីទីនេះតែប៉ុណ្ណោះសាច់រឿងរបស់យើងក៏បានកាត់ចប់ត្រឹមនឹងដែរអ្នកនរគ្នាបើអ្នកនរគ្នាចង់ដឹងថាសាច់រឿងនេះទៅមុខទៀតទៅជាយ៉ាងណានោះក៏ភ្លេចរងចាំទស្សនាភាពខ្លះផងណាជម្រាបខ្ញុំចារុស៊ីកាមី Love you អ្នកនរគ្នាបាយ